សុកពិសីក្រោយប្រកាសបើកបេះដូងឆ្នាំក្រោយកម្ពុជាតារាចម្រៀងសំនៀងផ្អែមកញ្ញាសុកពិសីបច្ចុប្បន្នត្រូវបានគេចាត់ទុកថានាងជាតារាស្រីដែលរក្សាបានការគ្រប់គ្រងនិងមានប្រជាប្រិយភាពមិនថមថយមិនតែប៉ុណ្ណោះពិសីថ្មីត្បិតនាងមានវ័យកាន់តែជ្រេបន្តិចមែនប៉ុន្តែគេនៅតែគិតថាពិសីជារាជិនីសម្រស់ដែលស្រស់ស្អាតខ្លាំងផងដែរដោយឡែកពាក់ព័ន្ធទៅនឹងរឿងរ៉ាវជីវិតស្នេហារបស់តារាចម្រៀងសុកពិសីឯណោះវិញកន្លងមកគឺមានទស្សនិកជនអ្នកគ្រប់គ្រងមួយចំនួនធំតែងតែចង់ដឹងគ្រប់គ្នាថាតើពេលណាទើបនាងសម្រេចចិត្តដឹកដៃបរិះក្នុងក្តីស្រមៃចូលរោងការដោយតារាប្រុសស្រីឯទៀតព្រោះថាពិសីមានវ័យកាន់តែច្រើនប៉ុន្តែកន្លងមកនាងតែងឆ្លើយបដិសេធចំពោះរឿងនេះជាបន្តបន្ទាប់ជាការស្រ័យមន្ទិលនិងជំងឺរបស់អ្នកគ្រប់គ្រងគេនៅចាំបានថាកាលពីថ្មីកន្លងទៅតារាចម្រៀងមុខស្រស់ស្រទន់កញ្ញាសុកពិសីបានថ្លែងប្រាប់ដោយខ្លីថាកុំភ័យរឿងគូស្រករដល់ពេលណាយកពេលនឹងទៅបើអត់ទេក៏អត់ទៅត្រូវខ្វល់រឿងខំរកលុយឲ្យបានច្រើនទុកពេលចាស់ទៅដើរលេងឲ្យណានៃម្ដងយ៉ាងណាមិញមុននេះសុកពិសីបានចេញមកបញ្ជាក់ជាថ្មីទៀតថាកញ្ញាបានប្រាប់លើឆាករួចហើយថាបើកបេះដូងឆ្នាំក្រោយហើយទ្រាំស៊ីងកលមួយឆ្នាំទៀតតើដើម្បីពិសីបានឬអត់កន្លងមកកញ្ញាធ្លាប់បានលើកឡើងដែរថាកុំគិតថាអ្នកអន់បើរកសង្សារមិនទាន់បានហើយក៏កុំគិតថាអ្នកដែលមានសង្សារសុទ្ធតែមានសេចក្តីសុខក្តីសុខពិតគឺមានលុយចាយពេញដៃទៅណាក៏បាននិងមានសុខភាពល្អសូមបញ្ជាក់ដែរថារឿងដែលគេកត់សម្គាល់គឺកញ្ញាសុកពិសីកំឡុងពេលនេះកាន់តែត្រូវប៉ាន់ផងដែរនៅក្នុងអាជីពព្រោះខណៈអ្នកគ្រប់គ្រងមើលឃើញថានេះជាជោគជ័យដ៏ធំរបស់តារាស្រីកញ្ញាសុកពិសីទាំងរូបសម្ផស្សអាជីពសិល្បៈនិងមុខជំនាញរបស់នាងនាពេលបច្ចុប្បន្ន